សួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំខ្ញុំចង់មកចែករំលែកអំពីការបាត់បង់នៃដងកូនមន់នៅរយៈពេលដែលខែភ្លៀងឬក៏ខែខ្យល់ចឹងយើងត្រូវរៀបចំបែបម៉េចដើម្បីកុំឲ្យកូនមន់នោះវារួញវាងាប់វារួញចឹងយើងគួរតែរៀបចំបែបម៉េចជាទូទៅកូនមន់បើយើងដឹងពីរបៀបថែរបស់វាអត់ប្រវាក់ចាស់ទេកូនមន់រួញចាំឯងបើបងប្អូនដឹងពីរបៀបការថែទាំរបស់វាឥឡូវយើងទៅនិយាយអំពីការបាត់បង់នៃទ្រង់កូនមន់ទាំងអស់គ្នាទ្រង់កូនមន់យើងគួរតែមានជាប្រឡោះក្នុងផ្ទះរបស់យើងទៅបើធំយើងទំហំ2ម៉ែត្រយើងត្រូវតែបាំងផ្ទៃកន្លែងដែលយើងត្រូវជាធំទៅដាក់នឹង2ម៉ែត្រ4ជ្រុងទៅដើម្បីវាមានតលាយឲ្យវាមាន space សល់ស្រួលយើងចេញចូលតែ2ម៉ែត្រ4ជ្រុងហ្នឹងយើងគួរតែបាំងឲ្យជិតមកហើយយើងដាក់អំពូលនៅក្នុងនឹងមួយគ្រាប់អំពូលកម្ដៅកូនមន់ផ្សេងទៅយើងដាក់អំពូលសដើម្បីវាភ្លឺកុំឲ្យវាមន់ងឹតពីបងប្អូនដាក់អញ្ចឹងទៅធ្វើឲ្យកូនមន់វាអត់រួញវាដេកបានស្កប់ស្កល់ព្រោះកាលណាដែលបើយើងដាក់នៅខាងក្រៅយើងបាំងតែខាងលើនឹងបាំងអត់ដល់ក្រោមហ្នឹងកាលណាដែលខ្យល់មកគឺវាត្រជាក់ខាងក្រោមអញ្ចឹងទៅឲ្យកូនមន់នោះរួញដេកកើលើគ្នាអញ្ចឹងកូនមន់វាអត់ល្អទេទៅឲ្យវាអត់បានស៊ីចំណីគ្រប់គ្រាន់វាគិតវាល្ងាវាអត់ទៅស៊ីចំណីទេបើបងប្អូនដាក់អញ្ចឹងគឺមន់នឹងតែល្អព្រោះត្រង់មួយថ្ងៃខ្ញុំដាក់អញ្ចឹងដែរគឺសុខភាពល្អ100%ហើយពួកឥឡូវខែហ្នឹងវាធ្លាក់ភ្លៀងជាប់ផងខែ10ហ្នឹងហើយពីគេនឹងចាប់ដើមដល់ខែនឹងធ្លាក់ខ្យល់មកអញ្ចឹងបងប្អូនគួរតែបាំងឲ្យចិត្តយើងត្រូវព្រោះតែខែល្ងាវាចិត្តមិនដល់ហើយអញ្ចឹងយើងគួរតែធ្វើឲ្យទៅបើយើងអត់ធ្វើទេវាកូនមន់សុខភាពមិនល្អព្រោះអាហ្នឹងខ្ញុំđiឆ្លងកាត់រួចហើយពីបច្ចេកទេសហ្នឹងខ្ញុំចាំរយៈពេល 4-5 ឆ្នាំហើយចឹងទៅខ្ញុំដឹងពីការថែទាំមន់តូចមន់ធំទាំងអស់ចឹងខ្ញុំយកមកចែករំលែកបងប្អូនអរគ្នាឲ្យដឹងពីការថែទាំទៅលើកូនមន់វាតែការកក់ក្ដៅព្រោះកូនមន់វាអាយុទី2ទៅការកក់ក្ដៅខ្លាំងដើម្បីតែកូនមន់អាយុយើងចម្លាក់ពីធ្នើទៅអាយុ1ខែយើងចម្លាក់ចូលកាមឬក៏ដាក់ចូលសាច់គឺយើងត្រូវតែបាំងឲ្យចិត្តដែរយើងអាចបើកលែងដេកអត់មានកន្លែងបិទចិត្តព្យុបឡើងទៅខ្យល់អីបងប្អូនធៀមលុយទិញថ្នាំតែយើងមិនធ្វើឲ្យចិត្តពេលយប់ទៅខ្យល់ត្រជាក់មកពេលយើងបានគិតដល់កន្លែងជំនឿនឹងធ្វើឲ្យកុំមន់នឹងដេកអត់ល្ងាគាត់ទៅនៅយើងគួរតែបាំងឲ្យក្រោមប្រហែលជា5តឹកក្រោមទៅនៅឲ្យបាំងពីលើមកពីអាក្រោមទៅនៅវិញ5តឹកយើងបាំង5តឹកចុះក្រោមពីអាទៅនៅដែលវាដេកហ្នឹងអញ្ចឹងពេលដែលយប់ឡើងខ្យល់បក់មកវាអត់ធ្វើឲ្យមាត់នឹងវាល្ងាវាអត់ត្រូវខ្យល់អញ្ចឹងមាន់ពេលដែលវាអត់សូវផ្ដាសាយទៀតឥឡូវវីដេអូក៏មានតែប៉ុណ្ណឹងចាំចំពោះចាំមើលវីដេអូក្រោយខ្ញុំនឹង
ចេញវីដេអូអាប់ឡូតចូលនៅក្នុង channel នឹងពីការធ្វើវ៉ាក់សាំងពីការប្រើថ្នាំពីការបច្ចេកទេសមួយចំនួនដែលខ្ញុំបទពិសោធន៍របស់ខ្ញុំហើយខ្ញុំនឹងបង្ហាញពីជំងឺខ្លះៗដែលបងប្អូនដែលមិនថាដែលបងប្អូនដែលខ្ញុំបានជួបដែលខ្ញុំជួបកន្លងមកខ្ញុំនឹងផ្ដល់ជាចំណេះដឹងទៅដល់បងប្អូនទាំងអស់គ្នាអរគុណច្រើនបងប្អូនបាយបាយជួបគ្នាវីដេអូក្រោយ